នៅពេលហោះទៅជិតគោលដៅយន្តហោះទាំងនោះបានហោះសម្ដៅត្រង់ចំយ៉ងក្បាលចុះមកក្រោមក្នុងល្បឿនអតិបរមាលឿនជាង600ម៉ាយដែលធ្វើឲ្យកងទ័ពសហរដ្ឋអាមេរិកពិបាកបាញ់ទម្លាក់តើយុវជនដែលស្ម័គ្រចិត្តក្លាយជាមីស៊ីលមនុស្សទាំងនេះគឺជានរណាតើមូលហេតុអ្វីដែលជាអារម្មណ៍ពិតរបស់ពួកគេនៅមុនពេលហោះហើរលើកចុងក្រោយកងទ័ពដែលបើកយន្តហោះទាំងនោះភាគច្រើនគឺជាយុវជនជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខាងយោធាដែលមានការអប់រំខ្ពស់តែមានការបើកវ៉ឺនទាក់ការហោះហើរតិចតួចបំផុតពីឡុតទាំងនោះត្រូវបានជ្រើសរើសដោយសារតែពួកគេត្រូវបានគេចាត់ទុកថាជាមនុស្សឆ្លាតនិងមានសមត្ថភាពអាចនាំយន្តហោះទៅដល់គោលដៅទី1គឺជានិយមនិងកាតព្វកិច្ចជំនឿលើព្រះចៅអធិរាជនិងកិត្តិយសរបស់ជប៉ុនការជឿថាការស្លាប់របស់ពួកគេនឹងធ្វើឲ្យពួកគេក្លាយទៅជាកាមិឬក៏ទេវតានៅឯទីសក្ការៈយ៉ាស៊ូកូនី